ឃើញហើយព្រឺក្បាលទិដ្ឋភាពសតតូចជិះតោងកង់3ឥណ្ឌាយ៉ាងគ្រោះថ្នាក់នៅស្ពានជ្រោយចង្វាតើទំនួលខុសត្រូវនឹងសុវត្ថិភាពកុមារនៅលើថ្នល់ស្ថិតនៅឯណាភ្នំពេញនៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះមានការចែករំលែកនិងសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់មហាជនក្រោយពីបានឃើញរូបភាពនិងសកម្មភាពរបស់សិស្សសាលាតូចៗជាច្រើននាក់បានជិះតោងយ៉ាងគ្រោះថ្នាក់នៅផ្នែកខាងក្រោយនិងចំហៀងនៃយានយន្តកង់3ឥណ្ឌាហៅថា PASM កំពុងតែធ្វើដំណើរនៅលើដងផ្លូវក្បែរនឹងសណ្ឋាគារសុខាស្ថិតនៅក្នុងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញសកម្មភាពដ៏ប្រថុយប្រថាននេះមិនត្រឹមតែបង្កការរំខានដល់សណ្ដាប់ធ្នាប់ចរាចរណ៍ប៉ុណ្ណោះទេប៉ុន្តែវាស្ដែងឲ្យឃើញយ៉ាងច្បាស់ពីភាពធ្វេសប្រហែសដ៏ធ្ងន់ធ្ងររបស់ម្ចាស់យានយន្តរួមទាំងអាណាព្យាបាលដែលទុកចិត្តបណ្ដោយឲ្យបុត្រធីតារបស់ខ្លួនធ្វើដំណើរតាមរបៀបប្រថុយប្រថាននិងគ្រោះថ្នាក់ដល់អាយុជីវិតបែបនេះផលលំបាកនិងហានិភ័យជាយថាហេតុនៅថ្ងៃមុខប្រសិនបើសកម្មភាពអាណាធិបតេយ្យនិងខ្វះការប្រុងប្រយ័ត្នបែបនេះនៅតែបន្តកើតមានដោយគ្មានការទប់ស្កាត់វាអាចនឹងកើតទៅជាទម្លាប់ដ៏គ្រោះថ្នាក់មួយសម្រាប់កុមារថ្ងៃនេះពួកគេអាចនឹងតោងកង់3តែថ្ងៃមុខពួកគេអាចនឹងឈានទៅតោងរថយន្តធំឬលេងប្រថុយប្រថាននៅលើដងផ្លូវកាន់តែខ្លាំងដែលជាឫសគល់ដែលនាំឲ្យកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុបង្កជាសោកនាដកម្មបាត់បង់សមាជិកគ្រួសារនិងធនធានមនុស្សដ៏មានតម្លៃរបស់សង្គមជាតិទាំងវ័យក្មេងការរិះគន់ក្នុងន័យស្ថាបនានិងការដាស់តឿនចំពោះអាណាព្យាបាលសិស្សគ្រួសារគឺជាទ្រនំសុវត្ថិភាពដំបូងបង្អស់របស់កុមារការមមាញឹកនិងការងាររកស៊ីមិនមែនជាលេសក្នុងការមើលរំលងសុវត្ថិភាពរបស់កូនៗនោះឡើយមេដាបិតាគួរទៅតាមដាននិងណែនាំកូនៗឲ្យបានដិតដល់ពីរបៀបជិះកង់3ឬមធ្យោបាយធ្វើដំណើរផ្សេងៗទៀតឲ្យបានត្រឹមត្រូវនិងមានសុវត្ថិភាពចំពោះលោកគ្រូអ្នកគ្រូនៅតាមសាលារៀនមិនត្រឹមតែជាកន្លែងផ្ដល់ចំណេះដឹងទូទៅប៉ុណ្ណោះទេប៉ុន្តែក៏ជាកន្លែងអប់រំទម្លាប់និងវិន័យផងដែរលោកគ្រូអ្នកគ្រូគួរមានវិធានការអប់រំផ្សព្វផ្សាយបន្ថែមអំពីច្បាប់ចរាចរណ៍និងហានិភ័យនៃការជិះតោងឡានម៉ូតូកង់3នៅពេលដែលគ្រប់ទង់ជាតិឬក្នុងម៉ោងសិក្សានិងគួរមានវិធានការណែនាំដល់សិស្សានុសិស្សដែលចេញពីសាលាចំពោះម្ចាស់កង់3ក្នុងនាមជាអ្នករកស៊ីដឹកជញ្ជូនមិនត្រូវគិតតែពីផលចំណេញឬយោគយល់ហួសហេតុពេករហូតបណ្ដោយឲ្យសិស្សានុសិស្សជាលើសចំណុះឬតោងសងខាងបែបនេះឡើយលោកអ្នកត្រូវចាំថាជីវិតរបស់អ្នកដំណើរនិងកុមារតូចៗស្ថិតនៅលើដៃចង្កូតនិងការសម្រេចចិត្តរបស់លោកអ្នកសំណូមពរពីសាធារណជនសង្ឃឹមយ៉ាងមុតមមថាអាជ្ញាធរមានសមត្ថកិច្ចមន្ត្រីនគរបាលចរាចរណ៍និងចុះធ្វើការត្រួតពិនិត្យឃាត់ណែនាំនិងធ្វើកិច្ចសន្យាចំពោះម្ចាស់កង់3ណាដែលនៅតែបណ្ដេតបណ្ដោយឲ្យមានសកម្មភាពកាត់ឡើងដើម្បីបង្ការនិងទប់ស្កាត់រាល់គ្រោះថ្នាក់ចរាចរណ៍កុំឲ្យកើតមានឡើងព្រមជាមួយគ្នានេះសាលារៀននិងអាណាព្យាបាលត្រូវតែចាប់ដៃគ្នាជាធ្លុងមួយក្នុងការការពារនិងអប់រំកុមារតូចៗដើម្បីកុំឲ្យមានពាក្យថាស្ដាយក្រោយកាត់ឡើងដោយសារតែភាពធ្វេសប្រហែសតែមួយប៉ព្រិចភ្នែកសម្រួលអត្ថបទដោយលោកមុតចត្រាហៅប្រមាញ់ជ័យដែន